បរិសម្នាក់កើតទុកមិនសុខចិត្តថ្មីនេះមានវីដេអូរបស់បរិសជនជាតិឡាវម្នាក់បានកំពុងអង្រួនពេញបណ្ដាញសង្គមយ៉ាងខ្លាំងបន្ទាប់ពីរូបគេបានចេញមកអះអាងថាទឹកជ្រលក់គ្រឿងសមុទ្រ Seafood Sauce ដែលល្បីល្បាញរបស់ថៃតាមពិតគឺជាទឹកជ្រលក់បុរាណរបស់ឡាវដែលមានឈ្មោះថាចៅសំបាទសូមគ្រប់ជំរាបសួរបងប្អូនអរគ្នាជាទីគោរពស្រឡាញ់បាទនេះគឺជាវីដេអូមួយទៀតហើយរបស់ប្រទេសចៅសៀមយើងបាទឥឡូវទៅលួចទឹកត្រីលួចទឹកស្អ៊ីវពីប្រទេសឡាវឯណាមកឆ្នៃជារបស់ខ្លួនឯងទៀតហ្នឹងបងប្អូនបាទនិយាយទៅអាប្រទេសចៅសៀមនេះមុននឹងវាកើតជាប្រទេសមួយនេះគឺវាដើរទៅលួចគេហ្មងបាទតាំងពីដូនតាវារហូតដល់ឥឡូវនេះបាទមិនបានលួចគេគឺពួកវាដេកមិនសុខដេកលក់ឥឡូវទៅលួចទឹកត្រីលួចទឹកជ្រលក់អីគេណាមកឆ្នៃទៅជារបស់ខ្លួនឯងណាណីទៀតហ្នឹងបងប្អូនអើយអាពូចៅសៀមនេះបាទទុកចិត្តបានទេបាទទុកចិត្តបានទេมันបានលួចគេគឺពួកវាដេកលក់ទេបងប្អូនបាទអញ្ចឹងទេសូមបងប្អូនខ្មែរទាំងអស់គ្នាបាទកុំទុកចិត្តអាចៅសៀមនេះឯសោះបាទទោះជាបន្តិចទៀតស្ថានភាពប្រែប្រួលយ៉ាងណាក៏ដោយស្ងប់ស្ងាត់យ៉ាងណាក៏ដោយតែសូមបងប្អូនប្រុងប្រយ័ត្នในការរកស៊ីជាមួយនឹងប្រទេសចៅសៀមនេះបាទប្រុងប្រយ័ត្នឲ្យមែនទែនព្រោះអាចៅសៀមនេះគឺវាមិនចំហិតតាចង់បានរបស់យើងទេបាទបងប្អូនឃើញទេរាល់ថ្ងៃហ្នឹងគឺវាតន្ត្រៀនឆ្លៀនពៀនលើដែនដីរបស់យើងពីមួយថ្ងៃទៅថ្ងៃគឺអត់ឈប់ឈរទេបាទចឹងទេសូមបងប្អូនកុំស្ងប់ចិត្តអសោះជាមួយនឹងប្រទេសចៅសៀមនេះបាទព្រោះវាមិនចំហិតតារបស់វាទេបាទគ្រប់ចំនួនគ្រប់សម័យកាលពួកវាបើមិនបានដើរលួចរបស់គេគឺពួកវានៅមិនសុខទេបាទអញ្ចឹងទេពួកយើងទាំងអស់គ្នារួបរวมសាមគ្គីគ្នាបន្តទៀតនៅពេលវេលានេះគឺយើងមានតែសាមគ្គីគ្នាបាទបេការរាល់តំណែងចោលសៀមទាំងឡាយដែលមាននៅលើទីផ្សារយើងបាទកុំប្រើប្រាស់របស់ពួកវាបាទសូមអរគុណ